ថាចិត្តប្រឡងហ្នឹងណានៅតែអត់ខ្វល់ពីអារម្មណ៍ខ្ញុំទៀតចាប់ឲ្យខ្ញុំថាចិត្តប្រឡងហ្នឹងណានៅតែអត់ខ្វល់ពីអារម្មណ៍ខ្ញុំទៀតលេងគម្រាមយើងអញ្ចឹងហ្មងធ្វើមិនទៅបើគេឃើញខ្មាស់គេស្លាប់ហើយធ្វើមិនទៅខ្ញុំសម្រួលអារម្មណ៍មួយមិនអីទេយើងនៅតែអាចស្វែងរកជំនួយបានចាប់ឲ្យខ្ញុំរកណាឲ្យជួយទៅខ្ញុំមិនហ៊ានប្រាប់អ្នកទេខ្ញុំទេខ្ញុំមិនចង់ប្រាប់អ្នកណាទាំងអស់ខ្មាស់គេណាតែយើងមិនអាចលាក់រឿងនេះបានទេជាអាចរកជំនួយបានតាដែលលេនមិនមែនម្នាក់ឯងទេហៅនឹកមើលមាននរណាដែលលេនទុកចិត្តអាចប្រាប់ពីរឿងនេះបានអូអ្នកគ្រូលីយើងអាចប្រាប់គាត់បានជួយសួរអ្នកគ្រូចាខ្ញុំមានរឿងចង់ពិភាក្សាមួយអ្នកគ្រូបងអូនមានរឿងអីអាចប្រាប់អ្នកគ្រូបានណាបងអូនធ្វើត្រូវហើយដែលមកប្រាប់អ្នកគ្រូនិងស្វែងរកជំនួយដំបូងបងអូនត្រូវថតឆាតនោះទុកទាំងអក្សរនិងសំឡេងដែលគេបានផ្ញើមកយើងនិងចម្លងដំណរភ្ជាប់រូបភាពដែលគេបានបង្ហោះរួចដើម្បីរក្សាទុកជាភស្តុតាងសម្រាប់អាជ្ញាធររួចបងអូនអាចរាយការណ៍ទៅកម្មវិធីបណ្ដាញសង្គមដែលបងអូនឆាតជាមួយគ្នានោះបើគេបន្តគម្រាមបងអូនទៀតបងអូនអាចប្លុកគេចោលបន្ទាប់មកបងអូនអាចទូរស័ព្ទរាយការណ៍ទៅនគរបាលជាតិលេខ1288ឬទៅអង្គការ APLE កម្ពុជាលេខ092 311 511ឬទៅបណ្ដាញទូរស័ព្ទជំនួយកុមារលេខ1280ដើម្បីស្វែងរកជំនួយបន្ថែមអ្នកគ្រូក៏អាចជួយរាយការណ៍ចំនួនបងអូនបានផងដែរណាបើសិនជាបងអូនមិនហ៊ានរាយការណ៍ខ្លួនឯងអ្នកត្រូវចាំថាវាមិនមែនជាកំហុសរបស់អ្នកនោះទេបើអ្នកទទួលរងការគំរាមផ្លូវភេទអ្នកអាចស្វែងរកជំនួយបានដោយគ្រាន់តែប្រាប់នរណាម្នាក់ដែលអ្នកទុកចិត្តពីរឿងរ៉ាវទាំងនេះបើអ្នកជាជនរងគ្រោះពីការគំរាមតាមប្រព័ន្ធអនឡាញឬបារម្ភថាជនណាម្នាក់ជាអ្នកបំពានផ្លូវភេទតាមអនឡាញសូមរាយការណ៍ទៅកាន់នគរបាលជាតិលេខ1288ឬទៅអង្គការ Apple កម្ពុជា092 311 511ឬបណ្ដាញទូរស័ព្ទជំនួយកុមារលេខ1280